សួស្តីអ្នកទាំងអស់គ្នាខ្ញុំណាថ្ងៃនេះខ្ញុំមានរឿង anime ថ្មីមួយមកសម្រាប់ឲ្យអ្នកទាំងអស់គ្នាទស្សនារឿងនេះមានចំណងជើងថា In Search of God បើតាម subtitle គេបកប្រែថាកំណត់ហេតុស្វែងរកព្រះបើអ្នកទាំងអស់គ្នាមានពាក្យពេចន៍ដែលបកប្រែមើលទៅលោជាងនេះកុំភ្លេច comment នៅខាងក្រោមបើស្ដាប់មើលទៅគួរឲ្យទាក់ទាញខ្ញុំនឹងយកធ្វើជាចំណងជើងរឿងតែម្ដងសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តរឿង anime ថ្មីនេះតែកុំភ្លេចចុច sub like comment ឲ្យ admin ផងផ្ដើមសាច់រឿងដំបូងបង្ហាញឲ្យយើងឃើញពីក្រុមសំពៅមួយក្រុមកំពុងតែធ្វើដំណើរនៅលើសមុទ្រពួកគេបានធ្វើដំណើរបណ្ដានិយាយគ្នាបណ្ដាអំពីសត្វនាគមួយក្បាលដែលបានសម្លាប់មនុស្សជាច្រើននៅក្នុងប៉មនៃក្រុងបំភាន់លោកម្ចាស់ឆាយូដែលជាម្ចាស់ក្រុងនៃប៉មលោហិតបាននិយាយថាប្រសិនបើនាគហែកពពកមួយនោះហ៊ានវាយប្រហារសំពៅរបស់យើងម្ដងទៀតធម្មជាតិនៅជុំវិញទីនេះនឹងបង្ហាញឲ្យយើងដឹងជាមុនខណៈពេលនោះអសង្ហាឆាគូយូបានលោតចុះពីលើដំបូលហើយនិយាយតបថាប្រសិនបើនាគមួយនោះហ៊ានបង្ហាញខ្លួននោះវាមិនឲ្យនាគមួយនោះចាក់ចេញដោយមានជីវិតឡើយពួកគេទាំងពីរនិយាយមិនទាន់ផុតមាត់ផងពេលនោះស្រាប់តែមាននាគមួយក្បាលហោះមកវាយប្រហារក្រុមសំពៅរបស់ពួកគេលោកម្ចាស់ឆាយូចាប់អារម្មណ៍ដឹងថានេះមិនមែនជានាគហែកពពកទេវាគឺជានាគសមុទ្រស្លាបខៀវដែលជាសត្វពិសិដ្ឋនៃកុលសម្ព័ន្ធទឹកពេលនោះអសង្ហាឆាគូយូមានការភ្ញាក់ផ្អើលជាខ្លាំងហើយឆ្ងល់ថាហេតុអ្វីបានជាសត្វនេះមកបង្ហាញខ្លួននៅក្នុងដែនទឹកនៃទីក្រុងប៉មបំភាន់បែបនេះថាហើយវាបំរុងនឹងចេញពីយុទ្ធតែឆាយូដែលជាឪពុករបស់វាបានឃាត់ហើយប្រាប់ថាវាជាសត្វមួយក្នុងចំណោមសត្វទេវភាពទាំង10ឯងមិនអាចទប់ទល់ជាមួយវាបានទេបន្ទាប់មកលោកម្ចាស់ឆាយូក៏ហោះទៅវាយប្រហារជាមួយសត្វនាគមួយក្បាលនោះគាត់ប្រយុទ្ធចុះយុទ្ធឡើងក៏ត្រូវបានសត្វនាគមួយក្បាលនោះវាយប្រហារគាត់ឲ្យខ្ទានមកក្រោយវិញហើយសត្វនាគសមុទ្រស្លាបខៀវនោះក៏បន្តវាយប្រហារក្រុមសំពៅរបស់គាត់បន្តទៀតឃើញដូចនេះលោកម្ចាស់ឆាយូមានការខឹងជាខ្លាំងគាត់ក៏ហក់ចូលវាយប្រហារសត្វនាគមួយក្បាលនោះម្ដងទៀតហើយគាត់ក៏មានឱកាសចាក់នាគនោះមួយដាវចំក្បាលតែមើលទៅហាក់ដូចជាមិនអាចធ្វើអ្វីនាគនោះបានទេបន្ទាប់មកនាគមួយក្បាលនោះក៏បានវាយប្រហារគាត់ឲ្យខ្ទាតចុះក្រោមហុយដីជុកបន្ទាប់ពីគាត់ងើបឡើងវិញពោពេញទៅដោយរបួសគាត់បានស្រែកបញ្ចេញនូវស្នៀតម្យ៉ាងមានឈ្មោះថាដាវទំពាំងបាយជូរនីតិខេរដីឆ្លងកាត់ជ្រោះ10000បញ្ចេញនូវវល្លិទំពាំងបាយជូរជាច្រើនទៅរុំព័ទ្ធសត្វនាគមួយក្បាលនោះតែមើលទៅសត្វនាគមួយក្បាលនោះនៅតែអាចបំបីវាបានហើយក៏ធ្វើឲ្យលោកម្ចាស់ឆាយូមានការក្អួតឈាមបន្តិចផងដែរអាសង្ហាឆាគូយូឃើញដូចនេះបារម្ភពីឪពុករបស់វាក៏បានបញ្ចេញស្នៀតគប់ដាវមួយចំនាគនោះផងដែរនាគនោះខឹងក៏បកក្បាលមកវាប្រហារសង្ហាឆាគូយូវិញម្ដងខណៈពេលដែលនាគកំពុងតែព្រុសតកសំដៅមកលើសំពៅរបស់វាមើលទៅអបិឆាគូយូហាក់ដូចជាគ្មានផ្លូវអាចគេចរួចបានទេតែសំណាងល្អពេលនោះឪពុករបស់វាបានហក់ទៅប្រើនៅស្នៀតម្យ៉ាងបញ្ចេញនៅចំហាយដាវដែលអាចកាត់ក្បាលនាគនោះបានបន្ទាប់ពីយកឈ្នះសត្វនាគមួយក្បាលនោះបានហើយពួកគេនៅមានរឿងឈឺក្បាលមួយទៀតដែលត្រូវដោះស្រាយព្រោះសត្វនាគសមុទ្រស្លាបខៀវនេះគឺជាសត្វពិសិដ្ឋនៃកុលសម្ព័ន្ធទឹកហើយក្រុមរបស់ពួកគេបានសម្លាប់សត្វនាគនេះច្បាស់ណាស់ក្រុមរបស់ពួកគេនឹងមានរឿងជាមួយក្រុមកុលសម្ព័ន្ធទឹកអសង្ហាឆាគូយូនិយាយថាគុំតែព្រះចៅអធិរាជចេញដាវផ្សងប្រេងបាត់គ្មានដំណឹងកុំអីក្រុមកុលសម្ព័ន្ធទឹកទាំងនេះមិនហ៊ានធ្វើរឿងបែបនេះឡើយបន្ទាប់មកលោកម្ចាស់ឆាយូបាននិយាយថាខ្យល់និងភ្លៀងបានធ្វើឲ្យមេឃងងឹតវាជាប្រផ្នូលមិនល្អបង្ហាញថាចិត្តមានបញ្ហាធំកើតឡើងអធិរាជដ៏ទេវភាពតើលោកទៅណាឲ្យប្រកាសបន្ទាប់មកសាច់រឿងរបស់យើងបានកាត់ឲ្យឃើញពីប្រវត្តិនៃអធិរាជដំបូងឡើយនៅក្នុងទឹកដីដ៏ធំល្វឹងល្វើយមួយមានកុលសម្ព័ន្ធចំនួន5និងទីក្រុងចំនួន480ពួកគេបានច្បាំងគ្នាអស់រយៈពេលរាប់រយឆ្នាំមកហើយដែលនាំមកនូវទុក្ខវេទនាដល់មនុស្សសត្វជាច្រើនថ្ងៃមួយមានបុរសម្នាក់ឈ្មោះស៊ីនណុងបានមកដល់គាត់បានប្រើប្រាស់ធម៌ពលនៃធាតុទាំង5ដើម្បីបញ្ចប់សង្គ្រាមនិងបោសសម្អាតវាលរហោស្ថានទាំង8គាត់ត្រូវបានមនុស្សគ្រប់គ្នាគោរពបូជាបុត្រានៃឋានសួគ៌ហើយក៏តែងតាំងគាត់ជាអធិរាជដ៏ទេវភាពគ្រប់គ្រងនៅលើដែនដីនេះនៅក្នុងរជ្ជកាលនៃការគ្រប់គ្រងរបស់គាត់ដែនដីដ៏ធំល្វឹងល្វើយទទួលបានសុខសន្តិភាពមនុស្សទាំងអស់ស្ម័គ្រចិត្តដើរតាមនៃការដឹកនាំរបស់ទ្រង់យ៉ាងណាក៏ដោយរយៈពេល50ឆ្នាំក្រោយមកលោកអធិរាជស៊ីនណុងក៏បានចាកចេញពីដែនដីនេះដើរផ្សងព្រេងនៅគ្រប់ទីកន្លែងគ្មានអ្នកណាអាចដឹងពីដំណឹងរបស់គាត់ឡើយត្រឡប់មកដល់ពេលបច្ចុប្បន្នវិញសាច់រឿងរបស់យើងបានកាត់មកដល់ភ្នំណានមីភាគខាងត្បូងនៅទីនោះយើងឃើញមានព្រឹទ្ធាចារ្យម្នាក់កំពុងតែដើរមើលផ្កាឆ្នាំនេះមានការរីកស្គុះស្គាយយ៉ាងច្រើនគាត់ថាឆ្នាំនេះច្បាស់ជាមានរឿងល្អកើតឡើងជាមិនខានខណៈពេលនោះហាក់ដូចជាជំងឺចាស់របស់គាត់រើឡើងដែលធ្វើគាត់មានការឈឺចាប់បន្ទាប់មកគាត់បានអង្គុយចុះចុចនៅជីបចរដើម្បីសម្រួលកម្លាំងធាតុឡើងវិញហើយសាច់រឿងក៏បានបង្ហាញឲ្យយើងដឹងថាព្រឹទ្ធាចារ្យម្នាក់នេះហើយគឺជាអធិរាជស៊ីនណុងដែលបានចាក់ចេញកាលពីឆ្នាំនោះខណៈពេលនោះគាត់បានឮនៅសំឡេងក្មេងប្រុសម្នាក់ដែលកំពុងតែរត់គេចពីសត្វចម្លែកអ្វីម្យ៉ាងក្មេងប្រុសម្នាក់នោះគាត់មានឈ្មោះថាធូប៉ាយេគាត់គឺជាក្មេងអនាថាហើយគាត់ក៏ជាតួឯកនៃរឿងរបស់យើងផងដែរខណៈដែលគាត់កំពុងតែរត់មកដល់ផ្លូវទាល់ដែលជាជ្រោះគាត់ក៏សម្រេចចិត្តលោតចុះភ្លាមៗតែម្ដងហើយធ្វើឲ្យគាត់បាត់បង់សត្វមាន់មួយដែលជាអាហារពេលល្ងាចរបស់គាត់ចំណែកសត្វដែលរត់ដេញវាយប្រហារគាត់ក៏បានរត់បុកគ្នាហើយធ្លាក់ចុះក្រោមជាមួយគាត់ផងដែរតែធូប៉ាយេរបស់យើងមិនបានធ្លាក់ដល់ដីទេព្រោះគាត់បានលោតតោងពីវល្លិមួយទៅវល្លិមួយយ៉ាងស្ទាត់ជំនាញខណៈពេលដែលគាត់កំពុងតែសប្បាយអរហើយគិតថាខ្លួនឯងរួចខ្លួនស្រាប់តែមានសត្វមួយក្បាលហក់ជួលពីខាងក្រោមដែលធ្វើឲ្យគាត់ធ្លាក់ចូលក្នុងទឹកមិនទាន់ចប់ទេអាសត្វមួយនោះបានដេញជួលគាត់នៅក្នុងទឹកបន្ថែមទៀតជាលទ្ធផលគាត់ក៏ត្រូវបានសត្វមួយនោះជួលគាត់ពីខាងក្រោមទឹកប៉ាងមកលើភ្នំវិញខណៈពេលដែលគាត់កំពុងតែដេកចុកប្រកាច់ប្រកិនគាត់បានឮសំឡេងមួយនិយាយថាសម្លាញ់តូច
តែមិនអីទេមែនទេពេលនោះធូប៉ាយេរបស់យើងបានងើបអង្គុយហើយប្រាប់ថាចុកខ្លាំងណាស់លើដូច្នេះព្រឹទ្ធាចារ្យស៊ីណុងបានញញឹមបន្តិចហើយក៏ប្រើធម៌ពលវៃម្យ៉ាងដើម្បីព្យាបាលឲ្យធូប៉ាយេរបស់យើងបន្ទាប់ពីចាប់អារម្មណ៍ដឹងថាខ្លួនឯងជាសះស្បើយលែងមានការឈឺចាប់គាត់ក៏បានអរគុណព្រឹទ្ធាចារ្យនោះភ្លាមៗតែម្ដងហើយពួកគាត់ទាំងពីរក៏បាននិយាយសំណេះសំណាលគ្នាក៏ដូចជាប្រាប់ឈ្មោះគ្នាទៅវិញទៅមកផងដែរហើយព្រឹទ្ធាចារ្យក៏បានចាប់អារម្មណ៍ក្មេងប្រុសម្នាក់នេះដែរពេលដែលគាត់ដឹងថាក្មេងប្រុសម្នាក់នេះធ្វើដំណើរផ្សងព្រេងជុំវិញពិភពលោកទាំងអាយុវ័យក្មេងបែបនេះធូប៉ាយេរបស់យើងក៏បានប្រាប់ថាពិតណាស់ព្រោះគាត់ចង់ក្លាយជាវីរបុរសដើរផ្សងព្រេងដ៏អស្ចារ្យព្រឹទ្ធាចារ្យបានសួរថាស្អីទៅជាវីរបុរសដើរផ្សងព្រេងរបស់ឯងធូប៉ាយេរបស់យើងបានប្រាប់ថាជាមនុស្សម្នាក់ដែលមានក្បាច់គុណល្អឥតខ្ចោះមានមនុស្សជាច្រើនកោតសរសើរហើយល្បីល្បាញជុំវិញពិភពលោកព្រឹទ្ធាចារ្យស្ដាប់ឮហើយក៏សោចបន្ទាប់មកគាត់បានយកដៃធូប៉ាយេរបស់យើងដើម្បីពិនិត្យមើលថាមពលរាងកាយពេលនោះព្រឹទ្ធាចារ្យមានការភ្ញាក់ផ្អើលម្ដងទៀតព្រោះរាងកាយរបស់ធូប៉ាយេមានផ្ទុកនូវធាតុទាំង5ជាធម្មតារាងកាយប្រភេទនេះរាប់ពាន់ឆ្នាំទើបលេចឡើងម្ដងបន្ទាប់មកព្រឹទ្ធាចារ្យបានពឹងឲ្យធូប៉ាយេរបស់យើងចុះទៅក្នុងជ្រោះខាងក្រោមភ្នំមួយនេះដើម្បីរើសដើរដ៏មានតម្លៃរបស់គាត់ដែលគាត់បានជ្រុះកាលពីមុនមកឲ្យគាត់វិញមើលទៅធូប៉ាយេរបស់យើងហាក់ដូចជាស្ទាក់ស្ទើរព្រឹទ្ធាចារ្យក៏ដកថ្នាំគ្រាប់មួយគ្រាប់ឲ្យធូប៉ាយេរបស់យើងហើយប្រាប់ថាប្រសិនបើមានគ្រោះថ្នាក់ថ្នាំមួយគ្រាប់នេះគឺអាចជួយគាត់បានបន្ទាប់ពីយល់ព្រមជាមួយព្រឹទ្ធាចារ្យរួចហើយគាត់ក៏បានលោតចូលទៅក្នុងទឹកដើម្បីស្វែងរកដាវមួយនោះហើយគាត់ក៏ត្រូវបានសត្វចម្លែកដេញជលពេញទឹកម្ដងទៀតតែគាត់មិនបោះបង់ទេគាត់នៅតែបន្តហែលដើម្បីស្វែងរកដាវមួយនោះបន្ទាប់ពីគាត់បានហែលចុះស្វែងរកលេចកើតជើងត្បូងគាត់ក៏បានទៅជួបជាមួយសត្វម្យ៉ាងដែលមានរូបរាងដូចជាសត្វប្រើសបើតាមអក្សរចិនគេបង្ហាញថាសត្វនេះជាសត្វប្រើសនាគសហើយទោះបីជាជើងរបស់វាកំពុងតែជាប់ចង្វាក់ក៏ដោយក៏វានៅតែស្ម័គ្រចិត្តចេញមុខទៅប្រយុទ្ធជាមួយក្រុមគោចម្លែកដែលដេញតាមទូប្រុសរបស់យើងនោះផងដែរចំណែកធូប៉ាយេរបស់យើងបានកលេចបន្តិចឃើញដាវនៅខាងក្រោមគាត់បានអរគុណសត្វប្រើសនាគដែលបានជួយគាត់ហើយគាត់ក៏បានហែលចុះក្រោមដើម្បីទៅដកដាវមួយនោះបើយើងក៏លេចទៅមើលសត្វប្រើសនាគវិញដោយសារតែជើងរបស់វាមកខាងកំពុងតែជាប់ចង្វាក់ហើយវាត្រូវប្រយុទ្ធមួយបីជាមួយសត្វគោចម្លែកទាំងអស់នោះទៀតមើលទៅវាហាក់បីដូចជាមិនអាចទប់ទល់បានទេឃើញនៅនេះធូប៉ាយេរបស់យើងមានការបារម្ភជាខ្លាំងគាត់បានប្រឹងប្រែងព្យាយាមដកដាវដែរតែដូចជាដកមិនរួចទាល់តែសោះគ្រានោះស្រាប់តែគាត់នឹកឃើញអំពីថ្នាំគ្រាប់របស់ព្រឹទ្ធាចារ្យគាត់បានលេបថ្នាំគ្រាប់នោះភ្លាមៗហើយខ្លួនប្រាណរបស់គាត់ហាក់ដូចជាមានពន្លឺនៃធាតុទាំង5ដែលធ្វើឲ្យក្បួននៅជុំវិញទីនោះចាប់ផ្ដើមដំណើរការហើយគាត់ក៏អាចដកដាវមួយដើមនោះបានដោយជោគជ័យចំហាយនៃការដកដាវរបស់គាត់បានបាញ់ឆ្ពោះទៅលើមេឃបញ្ចេញនូវពន្លឺពណ៌ចម្រុះឃើញដូចនេះព្រឹទ្ធាចារ្យមានការភ្ញាក់ផ្អើលម្ដងទៀតគាត់មិននឹកស្មានថាទូប្រុសរបស់យើងនៅក្មេងសោះតែមានសក្តានុពលបែបនេះឡើយគាត់ពិតជារើសមនុស្សមិនខុសមែនចំណែកឯធូប៉ាយេរបស់យើងវិញបន្ទាប់ពីគាត់បានដកដាវនោះរួចគាត់បានគវាសដាវមួយឆ្វាច់បញ្ចេញនូវចំហាយដាវដ៏ធំទៅកាប់បំបីសសរក្បួនដែលឃុំសត្វប្រើសនាគមួយក្បាលនោះហើយនៅទីបំផុតវាក៏ទទួលបានសេរីភាពចំណែកឯសត្វគោចម្លែកទាំង3ក្បាលនោះត្រូវបានដុំថ្មធ្លាក់សង្កត់ងាប់អស់ទៅក្លែកទៅមើលតួឯកប្រុសរបស់យើងវិញម្ដងដាវដែលគាត់កាន់នៅក្នុងដៃត្រូវបានផ្ទុះបែកចំណែកគាត់មើលទៅហាក់ដូចជាអស់កម្លាំងហើយក៏សន្លប់ទាំងមនុស្សនឹងដៃចាប់ផ្ដើមលេចទៅខាងក្រោមបាតជ្រោះតែក៏ជាសំណាងល្អដែរព្រោះពេលនោះសត្វប្រើសនាគបានហាមមកជួយគាត់ទាន់ពេលវេលាបន្ទាប់ពីគាត់ឡើងមកដល់លើគោកពេលដែលគាត់ដឹងខ្លួនឡើងវិញគាត់បានសង្កេតឃើញដាវមានការបែកបាក់បាត់ទៅហើយយ៉ាងណាក៏ដោយក៏គាត់អរគុណប្រើសនាគដែរដែលបានជួយជីវិតគាត់បន្ទាប់មកពួកគេទាំងពីរបានឡើងមកខាងលើដើម្បីប្រគល់ដាវជូនព្រឹទ្ធាចារ្យមិនដឹងថាកើតថៃទេពេលនោះព្រឹទ្ធាចារ្យស្រាប់តែក្អួតឈាមធូប៉ាយេរបស់យើងមានការភិតភ័យជាខ្លាំងគាត់ថាមកពីគាត់ងងខ្លាំងដែលធ្វើឲ្យដាវនេះមានការបែកបាក់ព្រឹទ្ធាចារ្យសោចបន្តិចហើយនិយាយថាវាមិនមែនជាកំហុសរបស់ឯងទេជាច្រើនឆ្នាំមកហើយដែលគាត់បានប្រើប្រាស់ថ្នាំជាច្រើនដែលជាហេតុធ្វើឲ្យជាតិពុលនៅកកកុញពេញរាងកាយហើយពេលនេះសារធាតុទាំងអស់នេះចាប់ផ្ដើមមានប្រតិកម្មក្នុងពេលដំណើរគ្នាមិនយូរទេរាងកាយគាត់ទាំងមូលនឹងក្លាយទៅជាថ្មជីវិតគឺមានការកើតចាស់ឈឺស្លាប់ជារឿងធម្មតាគាត់បានរស់នៅអស់រយៈពេល200ឆ្នាំមកហើយតាមពិតគាត់គូតែស្លាប់យូរណាស់ហើយបន្ទាប់មកគាត់បានហុចផ្លាកបញ្ជាមួយទៅកាន់ធូប៉ាយេគាត់ថាគាត់នៅមានរឿងសំខាន់មួយទៀតដែលត្រូវពឹងពាក់វាទាក់ទងនឹងសុវត្ថិភាពមនុស្សរាប់សិបពាន់នាក់ដែលស្ថិតនៅក្នុងទីក្រុងនៃប៉បំភ័ណ្ឌគាត់បានខំដៃសរសេរនៅសម្បត្តិឈាមគាត់ប្រាប់ថានាគរាជភ្លើងមានមហិច្ឆតាអាក្រក់បន្ទាប់ពីគាត់ស្លាប់ទៅពួកគេនឹងបញ្ជាឲ្យក្រុមកុលសម្ព័ន្ធទឹកវាយប្រហារទីក្រុងនៃប៉បំភ័ណ្ឌជាមិនខានសម្លាញ់តយ៉ាឯងជួយយកសម្បត្តិឈាមនេះទៅភ្នំយូពីងនៅទិសនិរតីហើយផ្គល់វាទៅឲ្យមនុស្សម្នាក់ដែលមានឈ្មោះថាស្ដេចខៀវឲ្យគាត់ធ្វើដំណើរមកទីនេះក្នុងរយៈពេល7ថ្ងៃដើម្បីបង្ក្រាបសង្គ្រាមដ៏ធំមួយនេះមើលទៅធូប៉ាយេហាក់ដូចជាស្ទាក់ស្ទើរព្រោះភារកិច្ចដ៏សំខាន់បែបនេះបែរជាប្រគល់ឲ្យមនុស្សអនាថាដូចជាគាត់ទៅវិញពេលនោះព្រឹទ្ធាចារ្យតបថាក្រែឯងចង់ខ្លាចជាអ្នកដើរផ្សងព្រេងដ៏អស្ចារ្យត្រូវអត់នៅក្នុងកែវភ្នែករបស់ខ្ញុំឯងគឺជាអ្នកដើរផ្សងព្រេងដ៏អស្ចារ្យរួចហើយសម្លាញ់តយ៉ាទោះបីជាឯងមានដើមកំណើតជាអ្នកខ្ពង់ខ្ពស់ថ្លៃថ្នូរក៏ដោយឬមាន
មានឋានៈតូចទាបក៏ដោយមិនថាមានក្បាច់គុណឬជំនាញប្រយុទ្ធល្អឥតខ្ចោះប្រសិនបើឯងគ្មានភាពក្លាហាននៅក្នុងខ្លួនទេនោះឯងមិនអាចក្លាយជាអ្នកដើរផ្សងព្រេងដ៏អស្ចារ្យបានឡើយពេលនោះព្រឹទ្ធាចារ្យបានប្រាប់បន្ថែមទៀតថាគាត់ដឹងថាភារកិច្ចមួយនេះមានគ្រោះថ្នាក់ខ្លាំងណាស់ហើយគាត់ក៏មិនហ៊ានបង្ខំដែរគ្រប់យ៉ាងគឺគោរពតាមការសម្រេចចិត្តរបស់ធូប៉ាយេរបស់យើងក៏មិនធ្វើឲ្យព្រឹទ្ធាចារ្យអន់ចិត្តដែរគាត់ព្រមទទួលយកភារកិច្ចដ៏ធំមួយនេះបន្ទាប់មកព្រឹទ្ធាចារ្យបានឲ្យសៀវភៅ3ក្បាលទៅកាន់ធូប៉ាយេគាត់ប្រាប់ថានេះជាកំណត់ត្រាដំណើរជីវិត200ឆ្នាំរបស់គាត់ក្នុងសៀវភៅនេះមានការកត់ត្រាពីទីតាំងភ្នំចំនួន700និងទីក្រុងចំនួន480រួមជាមួយទីតាំងនៃផ្កាចម្លែកទីតាំងឱសថកម្រទីតាំងពពួកបិសាចនិងទីតាំងនៃពពួកសត្វវិញ្ញាណផងដែរប្រសិនបើឯងចង់ទៅទីតាំងណាមួយសៀវភៅទាំងនេះនឹងអាចជួយឯងបានច្រើនហើយប្រសិនបើថ្ងៃណាមួយឯងបានដើរផ្សងព្រេងនៅដែនដីផ្សេងឯងក៏អាចកត់ត្រាចូលក្នុងសៀវភៅនេះបានផងដែរបន្ទាប់មកព្រឹទ្ធាចារ្យបានបកគោលគ្រាប់ថ្នាំស៊ីណុងចំនួន16គ្រាប់ឲ្យធូប៉ាយេរបស់យើងបន្ថែមទៀតតែត្រូវចងចាំថាឥទ្ធិពលនៃផលប៉ះពាល់ថ្នាំនេះគឺខ្លាំងក្លាណាស់ដូច្នេះហើយកុំប្រើប្រាស់ថ្នាំនេះញឹកញាប់ពេកខណៈពេលនោះធូប៉ាយេរបស់យើងស្រាប់តែស្រក់ទឹកភ្នែកយំតែម្ដងព្រោះគាត់ដឹងច្បាស់ក្នុងចិត្តថាគាត់នឹងបាត់បង់ព្រឹទ្ធាចារ្យតបថាជីវិតមានជួបមានបែកគឺជៀសមិនផុតទេកិច្ចការពិភពលោកផ្លាស់ប្ដូរដោយពពករសាទអ្វីៗទាំងអស់គឺមិនស្ថិតស្ថេរនោះឡើយដូច្នេះឯងមិនចាំបាច់សោកសៅនោះទេព្រឹទ្ធាចារ្យបានងាកមុខឡើងលើសម្លឹងមើលទៅផ្កាដកដង្ហើមធំបន្តិចរួចនិយាយថាកាលពី100ឆ្នាំមុនគាត់បានចាកចេញពីជលងភ្នំថាងហើយបានកប់ដៅវូហ្វឹងនៅទីនេះដើម្បីកាត់ផ្តាច់មនោសញ្ចេតនាកាលពីមុនតែនៅទីបំផុតគាត់នៅតែនឹកនាងដដែលបន្ទាប់មកគាត់បានផ្ញើដាវវូហ្វឹងមួយដើមនេះតាមធូប៉ាយេរបស់យើងដើម្បីប្រគល់ឲ្យនារីអមតៈម្នាក់ឈ្មោះគង់សាងហើយប្រាប់នាងថាពេលនេះខ្ញុំប្រគល់ដាវជូននាងវិញបន្ទាប់មកព្រឹទ្ធាចារ្យឲ្យធូប៉ាយេរបស់យើងឡើងបេះផ្កាមួយទងសម្រាប់គាត់បន្ទាប់ពីធូប៉ាយេរបស់យើងបេះផ្កាបានហើយកលេចទៅមើលព្រឹទ្ធាចារ្យរាងកាយរបស់គាត់បានក្លាយទៅជាថ្មបាត់ទៅហើយធូប៉ាយេរបស់យើងបានយកផ្កាដាក់នៅលើដៃព្រឹទ្ធាចារ្យហើយលុតជង្គង់សន្យាថានឹងសម្រេចភារកិច្ចឲ្យទាល់តែបានហើយសាច់រឿងក៏បានកាត់ឲ្យយើងឃើញពីនារីម្នាក់កំពុងតែឈរនៅលើច្រាំងភ្នំមើលទៅហាក់ដូចជាកំពុងតែរងចាំអ្នកណាគេម្នាក់ក៏មិនដឹងកាត់មកដល់ទីតាំងមួយយើងឃើញមានមនុស្សប្រមាណអ្នកកំពុងតែលុតជង្គង់គ្រប់មនុស្សម្នាក់ដែលពួកគេបានហៅថាព្រះពិតបន្ទាប់មកវាបានសួរអំពីដំណឹងរបស់ព្រឹទ្ធាចារ្យស៊ីណុងតែកូនចៅរបស់វាបានប្រាប់ថាពួកវាបានដើររកជុំវិញទ្វីបនេះអស់ហើយតែនៅតែរកមិនឃើញដដែលពេលនោះមេរបស់វាបានតបថាប្រសិនបើយើងរកមិនឃើញនោះប្រជាជននៅក្នុងក្រុងប៉មបំផន់ក៏មិនអាចរកគាត់ឃើញដូចគ្នាប្រសិនបើស្ដេចខៀវមិនលូកដៃនៅក្នុងរឿងមួយនេះទេពួកយើងនឹងយកឈ្នះទីក្រុងនៃប៉មបំផន់ត្រឹមតែរយៈពេលប្រមាណថ្ងៃតែប៉ុណ្ណោះបន្ទាប់មកវាបានបញ្ជាកូនចៅរបស់វាឲ្យទៅភ្នំយូពីងដើម្បីស៊ើបពីស្ដេចខៀវហើយសាច់រឿងរបស់យើងក៏បានកាត់មកដល់ទីតាំងមួយទៀតនៅទីនោះយើងបានឃើញនារីម្នាក់តែយើងមិនទាន់ដឹងថានឹងមានរឿងអ្វីកើតឡើងបន្តទេព្រោះសាច់រឿងអេពីសូតទី1របស់យើងបានស្លេះតែត្រឹមនេះឯងបើចង់ដឹងថាមានរឿងអ្វីកើតឡើងបន្តកុំភ្លេចរងចាំទស្សនានៅអេពីសូតទី2ជាបន្តទៀតបើបានមើលដល់ចំណុចនេះកុំភ្លេចខមមិនឲ្យ admin ដឹងផងហើយ admin នឹងនិយាយទៅកាន់អ្នកទាំងអស់គ្នានៅវីដេអូក្រោយជាបន្តទៀត